thế khi ngày này giờ mà to phim mà dương thế khiរឿង Hunter ចឹងទៅណាគ្នាហើយអ្នកគ្នាកុំភ្លេចជួយចុច Subscribe និង Like ខ្ញុំដើម្បីបងគ្នាដើម្បីទទួលបានវីដេអូដ៏សែនតប៉ែយណាគ្នាហើយកាលពីមុនហ្នឹងក៏ថាខ្ញុំបានផុសវីដេអូនេះគ្នាដោយសាររវល់ចឹងគ្នាចាប់5រឿងពីមុនមកយើងថា Goal និង Robin មកយើងបានប្រយុទ្ធគ្នាចឹងដែល Goal មកយើងថាអាចប្រយុទ្ធឈ្នះលើ Robin មកយើងទីដោយ Robin មកយើងថាពិតជាអស្ចារ្យខ្លាំងមែនតើចឹងដោយសារ Robin មកយើងថាគឺជាអ្នកហាត់ក្បាច់គុណដ៏អស្ចារ្យចឹងដែលគេហ្នឹងគេថាពិតជាមានក្បាច់គុណសាហាវខ្លាំងមែនតើដោយការពិភាក្សាមុនមកយើងថា Robin មកយើងបានប្រាប់ទៅលើ Goal មកយើងថា Goal មកយើងថាទៅហាត់ក្បាច់គុណបន្ថែមចឹងដោយសារគេហ្នឹងថានៅខ្សោយខ្លាំងមែនតើដែលគេនឹងថាអាចបដូរទៅលើគាត់បានចឹងដោយសារគាត់មានក្បាច់គុណខាងឪពុកដ៏អស្ចារ្យចឹងដែលគេនឹងថាมันអាចចូលទៅលើព្រៃបិសាចរបស់យើងបានទេកាត់មករឿងមកយើងវិញគេថាកូននឹងប្រូប៊ីនមកយើងចាប់5ប្រយុទ្ធគ្នាម្ដងទៀតចឹងគេដែរកូនមកយើងថាអត់ចូលចាញ់ទៅលើប្រូប៊ីនរបស់យើងទេដោយគេនឹងថាពិតជាខំខ្លាំងមែនតើចឹងប៉ុន្តែប្រូប៊ីនរបស់យើងថាពិតជាអស្ចារ្យខ្លាំងមែនតើណាមិនឲ្យអាកូនមកយើងថាចូលមកគៀកគាត់បានទេដោយសារគាត់នឹងថាមានក្បាច់គុណសាហាវខាងមែនតើចឹងដោយពេលនោះថាកូនមកយើងចាប់5រត់យកអេឡង់ចឹងដើម្បីវាបហាទៅលើប្រូប៊ីនរបស់យើងចឹងប៉ុន្តែប្រូប៊ីនរបស់យើងថាបានដល់អាកូនមកយើងថាផ្លោងជាង200លានម៉ែត្រតែម្ដងដោយសារប្រូប៊ីនរបស់យើងថាឲ្យអាកូនមកយើងថាចូលទៅគៀកគាត់បានចឹងដោយសារគាត់ថាមាន feed លឿនជាងរន្ទះបាញ់ចឹងដោយសារគាត់ថាពិតជាមានថាពុកខ្លាំងមែនតើក៏បានបង្ហាញទៅលើអាកូនមកយើងមើលចឹងដោយនៅពេលថាកូនមកយើងបានសម័យទៅលើរឿងដែលគេនឹងថាប្រយុទ្ធជាមួយនឹង Pro Bin មកយើងដោយ Pro Bin មកយើងថាបានមើលងាយទៅលើគេខ្លាំងមែនតើចឹងដោយនៅពេលថាកូនមកយើងចាប់5ប្រាទៅលើថាពុកភ្លើងរបស់គេម្ដងទៀតចឹងគេប៉ុន្តែ Pro Bin មកយើងចាប់5ទៅទាត់គេចឹងដើម្បីផ្ដាច់ទៅលើថាពុកភ្លើងរបស់គេចឹងបណ្ដាធ្វើអាកូនមកយើងថាពិតជាមានការឈឺចុកចាប់ខ្លាំងមែនតើចឹងហើយនៅពេលថាកូនមកយើងចាប់5ខឹងហើយក៏ចាប់5ប្រាថាពុកភ្លើងកម្រិតទី2របស់គេចឹងបណ្ដាធ្វើ Pro Bin មកយើងថាមានការភ្ញាក់ផ្អើលខ្លាំងមែនតើដល់ពេលនោះគេថា Pro Bin មកយើងចាប់5វាយទៅលើអាកូនមកយើងចឹងប៉ុន្តែអាកូនមកយើងបានភ្លេចមកក្រោយហើយក៏បានដាក់ Pro Bin មកដៃប៉ុន្តែពេលនោះថា Pro Bin មកយើងចាប់5តន់អាកូនមកយើងមកជើងដែរចឹងគេដោយសារ Pro Bin មកយើងគេថាពិតជាអស្ចារ្យខ្លាំងមែនតើដោយសារគាត់គេថាមាន flash plate លឿនដូចជារន្ទះបាញ់ចឹងដល់នៅពេលគេថា Kilo មកយើងថាពិតជាសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលឃើញអាកូនមកយើងថាវាយត្រូវ Pro Bin មកយើងចឹងគេដោយសារអាកូនមកយើងថាប្រយុទ្ធ3ថ្ងៃហើយថាវាយអត់ត្រូវ Pro Bin មកយើងទេក្បាច់ដែលអាកូនមកយើងគេថាប្រើទៅលើ Pro Bin មកហ្នឹងគេថាជាក្បាច់មួយដែលអស្ចារ្យចឹងដល់គេនឹងគេថាចាប់5ប្រើកំណាប់ដៃភ្លើងរបស់គេដើម្បីបញ្ឆោតទៅលើ Pro Bin មកយើងហើយនៅពេលនោះគេថាគេចាប់5 flick ទៅខាងក្រោយចឹងដើម្បីដាល់ Pro Bin មកយើងចឹងហើយ Pro Bin មកយើងគេថាអត់បានចាប់អារម្មណ៍ទៅលើអាកូនមកយើងចឹងបណ្ដាធ្វើអាកូនមកយើងគេថាដាល់គាត់មកដៃចឹងបណ្ដាធ្វើឲ្យគាត់គេថាឈឺចុកចាប់ខ្លាំងមែនតើការប្រយុទ្ធរបស់អាកូនជាមួយនឹង Pro Bin មកយើងគេថាអត់តន់ឈ្នះអត់តន់ចាញ់ចឹងដោយសារ Pro Bin មកយើងគេថាពិតជាអស្ចារ្យខ្លាំងមែនតើចឹងដោយសារគាត់គេថាពិតជាមានថាពោខ្លាំងមែនតើដោយអា Kilo មកយើងគេថាពិតជាបារម្ភទៅលើអាកូនខ្លាំងមែនតើចឹងដល់នៅពេលគេថាអាកូនមកយើងថាពិតជាស៊ូខ្លាំងមែនតើណាដោយគេថាអត់ចូលចាញ់ទៅលើ Pro Bin មកយើងទេដោយគេចាប់5ប្រើថាពោខ្យល់របស់គេម្ដងទៀតចឹងហើយនៅពេលគេថាអាកូនមកយើងចាប់5ប្រើ speed លឿនជាងរទេះបាញ់ចឹងដើម្បីទៅប្រយុទ្ធជាមួយនឹង Pro Bin មកយើងចឹងការប្រយុទ្ធរវាង Pro Bin ជាមួយនឹងអាកូនមកយើងថាពិតជាអស្ចារ្យខ្លាំងមែនតើចឹងដែល Kilo មកយើងថាមើលទៅលើអាកូនជាមួយនឹង Pro Bin មកយើងប្រយុទ្ធគ្នាចឹងដោយសារតែអាកូនមកយើងបានណាត់ជាមួយនឹង Pro Bin មកយើងដើម្បីវាយមួយស្មើចឹងដោយពេលហ្នឹងគេថាការប្រយុទ្ធរវាងពួកគេគេថាពិតជាអស្ចារ្យខ្លាំងមែនតើចឹងការប្រយុទ្ធរបស់អាកូនជាមួយនឹង Pro Bin មកយើងនៅពេលដែលអាកូនមកយើងគេថាវាយមួយស្មើទល់មុខជាមួយនឹង Pro Bin មកយើងថាគេហ្នឹងគេថាអាចវាយចុះទៅលើ Pro Bin មកយើងទេលុះតាអាកូនមកយើងថាប្រើល្បិចចឹងដើម្បីអាចវាយទៅលើអា Pro Bin មកយើងបានចឹងគ្នានៅពេលនោះគេថាអាកូនមកយើងចាប់5ប្រើថាពលកម្រិតទី3របស់គេគឺជាថាពលមួយដែលភ្លើងដែលអស្ចារ្យខ្លាំងមែនតើចឹងបណ្ដាធ្វើអា Pro Bin មកយើងថាបាញ់យើងស្រាលតែម្ដងដល់នៅពេលនោះគេថាអាកូនមកយើងក៏ចាប់5ប្រើថាពលកាន់តែខ្លាំងចឹងបណ្ដាធ្វើនៅទីនោះគេថាពិតជាមានការរំជួយខ្លាំងមែនតើចឹងប៉ុន្តែ Pro Bin មកយើងថាអត់មានខ្លាចទៅលើថាពលភ្លើងរបស់អាកូនមកយើងចឹងដល់ពេលនោះថាអាកូនមកយើងចាប់5គប់ថាពលភ្លើងមកគេទៅចឹងណាគ្នាដល់នៅពេលនោះថាពលភ្លើងរបស់អាកូនមកយើងថាពិតជាអស្ចារ្យខ្លាំងមែនតើចឹងដល់នៅពេលនោះថា Pro Bin មកយើងចាប់5ត្រៀមខ្លួនចឹងក៏បានផ្ទះមកដៃបំបែកទៅលើថាពលភ្លើងរបស់អាកូនមកយើងចឹងគ្នាតាមពិតទៅគេថាអាកូនមកយើងចាប់5ប្រើល្បិចដោយសារគេថាគប់ថាពលភ្លើងមកគេទៅមុនចឹងហើយពេលគេថាអាកូនមកយើងបាន flick ទៅលើក្រោយរបស់ Pro Bin មកយើងក៏បានរៀបនឹងដាក់មកដៃទៅលើ Pro Bin មកយើងប៉ុន្តែគេត្រូវបានឌីកដួលស្ដុកស្ដឹងចឹងណាគ្នាដោយសារអាកូនមកយើងចាប់5អស់ទៅលើថាពលរបស់គេចឹងដោយសារគេនឹងគេថាប្រើទៅលើថាពលភ្លើងរបស់គេនឹងគេថាអស់ច្រើនខ្លាំងមែនតើបណ្ដាធ្វើឲ្យគេនឹងគេថាដេកដួលស្ដុកស្ដឹងតែម្ដងដោយពេលនឹងគេថា Kilo មកយើងចាប់5អ៊ីវអាកូនមកយើងគេថាទៅផ្ទះវិញចឹងគ្នាដោយពេលនោះគេថា Pro Bin មកយើងចាប់ផ្ដើមនិយាយភាសាជាមួយណា Kilo របស់យើងចឹងដែល Kilo មកយើងបានសន្យាជាមួយនឹង Pro Bin មកយើងថាគេនឹងមកប្រយុទ្ធជាមួយនឹង Pro Bin ម្ដងទៀតចឹងថាគេនឹងយកឈ្នះទៅលើ Pro Bin របស់យើងចឹងហើយនៅពេលគេថា Kilo មកយើងចាប់5អ៊ីវអាកូនមកយើងថាទៅផ្ទះវិញបានទៅហើយនៅពេលគេថា Pro Bin មកយើងចាប់5មើលទៅលើ Kilo មកយើងអ៊ីវអាកូនមកយើងទៅផ្ទះវិញចឹងដោយនៅពេលនោះគេថា Pro Shot មកយើងចាប់5ដើរចេញមកចឹងគ្នាដោយទៅលើដៃរបស់គេគឺថាមានថាពណ៌សមួយយ៉ាងនៅលើដៃរបស់គេចឹងដោយគេក៏ចាប់5និយាយភាសាជាមួយ Pro Bin របស់យើងតាមពិតគេថា Pro Shot របស់យើងគេថាគឺជាមិត្តភក្តិរបស់ Pro Bin របស់យើងចឹងកាន់មកកូនរបស់យើងវិញគេថាគេកំពុងដេកស្ដុកស្ដឹងចឹងដោយសារគេថាពិតជាអស់កម្លាំងខ្លាំងមែនតើដោយសារការប្រយុទ្ធរវាងអា Pro Bin ជាមួយនឹងកូនរបស់យើងគេថាពិតជាអស្ចារ្យខ្លាំងមែនតើចឹងបណ្ដាធ្វើអាកូនរបស់យើងគេថាប្រើទៅលើថាពណ៌របស់គេអស់ចឹងមកព្រឹកឡើងរបស់យើងវិញគេថា Kilo របស់យើងត្រូវបានប៉ោងមុខពេញនឹងតែម្ដងចឹងដោយពេលហ្នឹងគេថាកូនរបស់យើងចាប់5សួរទៅលើ Kilo របស់យើងចឹងថា Kilo របស់យើងគេថាកើតអីចឹងបណ្ដាធ្វើគេគេថាប៉ោងមុខពេញនឹងតែម្ដងដោយពេលហ្នឹងគេថាកូនរបស់យើងចាប់5មានអារម្មណ៍ថាគេមានថាពណ៌ខ្លាំងជាងមុនចឹងហើយនៅពេលគេថា Kilo របស់យើងចាប់5ប្រាប់ទៅលើអាកូនរបស់យើងថាដោយសាររីសក់លឿងរបស់យើងចឹងបណ្ដាធ្វើគេហ្នឹងគេថាមុខប៉លដូចជាហឺងចឹងគេហើយគេក៏ចាប់5រៀបរាប់រឿងគ្រប់យ៉ាងទៅលើអាកូនរបស់យើងចឹងដោយរីសក់លឿង
រឿងមកយើងបានប្រែខ្លួនខ្លាចទៅជានារីសាច់ដុំចុះបណ្ដាធ្វើឲ្យគេមានការភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារមិននឹកស្មានថានារីសរឿងមកយើងក៏ថាគឺជានារីសាច់ដុំមកយើងចុះដល់នៅពេលគេថាគេលោកមកយើងចាប់5និយាយភាសាជាមួយនារីសរឿងមកយើងចុះដោយគេបាននិយាយថាភ្នែករបស់គេគេថាមានអារម្មណ៍ចំណាយនៅពេលដែលមានអ្នកដែលប្រើថាពោពណ៌ស្វាយបណ្ដាធ្វើឲ្យគេនឹងថាចាប់5មានអារម្មណ៍ថាភ័យខ្លាំងមែនតើចុះនៅពេលនោះគេក៏ចាប់5សួរទៅលើនារីសរឿងមកយើងចុះនារីសាច់ដុំមកយើងបានប្រាប់ទៅលើខ្លួនរបស់យើងថាដោយសារគេនឹងថាគឺជាមនុស្សកំសាចុះដែលគេនឹងថាអត់ហ៊ានប្រឈមមុខជាមួយនឹងគូសត្រូវរបស់គេចុះបណ្ដាធ្វើឲ្យគេនឹងថាខ្លាចមករហូតចុះនៅគ្នាដោយពេលនោះគេក៏ចាប់5និយាយភាសាជាមួយគ្នាពេញនឹងតែម្ដងហើយនៅពេលហ្នឹងថានារីសាច់ដុំរបស់យើងចាប់5ស្វាគមន៍ទៅលើអាគីឡូរបស់យើងថាប៉លដូចជាហឺតែម្ដងមិនដាធ្វើអាមុខបាទអាគីឡូរបស់យើងថាប៉លដូចជាហឺតែម្ដងចុះហើយពេលនោះគេក៏ចាប់5និយាយ5ទៅលើអាងរបស់យើងចុះដែលអាងរបស់យើងថាពិតជាខំហាត់ក្បាច់គុណខ្លាំងមែនតើណានៅពេលនោះថាពួកគេក៏ចាប់5លានទៅលើនារីសលឿនរបស់យើងម្ដងទៀតចុះដោយសារគេថាចាប់5ទៅប្រយុទ្ធជាមួយនឹងប្រូប៊ីនរបស់យើងម្ដងទៀតចុះណាគ្នាតាមពិតទៅគេថាអាគីឡូរបស់យើងថាទៅរបស់បងប្រុសរបស់គេថាប្រើថាពុកភ្នែកដ៏អស្ចារ្យចុះដើម្បីគ្រប់គ្រងទៅលើថាពុរបស់អាគីឡូរបស់យើងចុះមិនដាធ្វើអាគីឡូរបស់យើងនៅពេលដែលគេនឹងជួបទៅលើថាពោពណ៌ស្វាយមិនដាធ្វើគេនឹងថាពិតជាមានភ័យខ្លាចខ្លាំងមែនតើចុះហើយនៅពេលថាគីឡូណាហ្គមរបស់យើងចាប់5ដើរទៅរកអាប្រូប៊ីនរបស់យើងចុះហើយពេលនោះគេក៏ចាប់5ជួបទៅលើប្រូសតរបស់យើងដែរចុះណាគ្នាហើយរឿងរបស់យើងថាកាត់ចប់នៅពេលហ្នឹងឯងគ្នាហើយអ្នកគ្នាក៏ពេចរងចាំទស្សនាភាពបន្តទៀតណា